បានអក្រជនសុពុម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបែបថ្ងៃនេះគឺខ្ញុំសូមធ្វើវីដេអូមួយតាក់ទងទៅនឹងសញ្ញាមួយដែលល្អដែរនៅក្នុងបាតដៃប៉ុន្តែសញ្ញានេះនៅលើដៃនេះមិនសូវច្បាស់ទេបាទប៉ុន្តែជាទូទៅបើសញ្ញានឹងច្បាស់ល្អគឺអាចនឹងនាំឲ្យយើងនឹងមានកិត្តិយសបាទមានមុខមាត់ឬក៏មានភាពល្បីល្បាញតែវាតាក់ទងទៅនឹងសញ្ញាត្រីសោឬក៏រំពេងមុខ3សញ្ញានេះគឺក៏មិនសូវឃើញទេបាទមិនសូវឃើញទេជាងកាលណាមនុស្សដែលមានសញ្ញាបែបនេះច្រើនតែទទួលនៅភាពល្បីល្បាញបាទឬក៏ធ្វើអ្វីទៅមានគឺការគ្រប់គ្រងបាទមានការគ្រប់គ្រងមានការស្រឡាញ់ពេញចិត្តនឹងអាចនាំឲ្យយើងនឹងមានឈ្មោះបោះសម្លេងអាចតទៅនឹងបណ្ដាញសង្គមឬក៏មនុស្សដែលគេទទួលស្គាល់នៅអ្វីដែលយើងធ្វើអញ្ចឹងសញ្ញាហ្នឹងក៏ជាសញ្ញាមួយល្អដែរហើយបដោះនៅក្រោមតួព្រះអាទិត្យបែបនេះដែលតទៅនឹងកិត្តិយសតទៅនឹងមុខមាត់នៅក្នុងសង្គមថែមទៀតផងបាទ